បាទសូមគោរពនិងជំរាបសួរដល់បងប្អូនយើងនៅក្នុងក្រុមឬក៏នៅក្នុងប្រព័ន្ធ social media ទាំងអស់គ្នាសម្រាប់រុក្ខជាតិមួយប្រភេទនេះមានបងប្អូនខ្លះស្គាល់មានបងប្អូនខ្លះអត់ស្គាល់ចឹងណាតែតាមខ្ញុំចូលតាមដាននិងសិក្សាមួយរយៈកន្លងមកសម្រាប់លោកជំទាវម្នាក់ដែលគាត់ថាគាត់បន្សុទ្ធពូជរហូតដល់មកដល់ពេលនេះគឺគាត់បន្សុទ្ធបានពូជល្អហើយហូបទៅមិនមានអាការៈពុលមិនមានបញ្ហាទាំងអស់អូខេទទួលស្គាល់សម្រាប់លោកជំទាវលោកស្រីដែលជាម្ចាស់កសិដ្ឋានដែលគាត់បង្កើតនេះខ្លះគេហៅថាដើម100 ស្ទាប់តែនៅខាងខ្ញុំនិយាយតាមត្រង់នៅខាងខ្ញុំគេហៅដើមកំភ្លឹងបាទប្រភេទដើមនេះគឺគាត់មាន100 ស្ទាប់មែនដោយលោកជំទាវគាត់មានប្រសាសន៍គាត់អត់ខុសណាលោកស្រីដែលគាត់មានប្រសាសន៍អត់ខុសទេគឺវាដូចជា100 ស្ទាប់មែនតែដោយសារមួយដើមនេះខាងខ្ញុំគឺបន្សុទ្ធអស់ហើយដោយសារមានប្រភេទកំភ្លឹងមានប្រភេទរុក្ខជាតិប្រភេទនេះគឺហូបទៅអាចមានលក្ខណៈរីករូសពុលតែសម្រាប់រុក្ខជាតិដើមនេះគឺខ្ញុំបន្សុទ្ធអស់ហើយគឺខុសគ្នាពីរុក្ខជាតិធម្មជាតិពីមុនមកណាបាទឥឡូវឃើញយើងឃើញបោះវាសតរបស់វាគឺប្រភេទសអញ្ចេះបាទប្រភេទសគឺសទាំងអស់តែម្ដងបាទសគឺសទាំងអស់តែម្ដងតែសញ្ញារុក្ខជាតិនេះដូចគ្នាគឺខ្ញុំបន្សុទ្ធអស់ហើយគឺនៅសតែប្រភេទយើងហូបនេះមិនថាស្លឹកបាទនេះគឺការកាត់យកទៅដាក់ហូបដាំទឹកហាន់ហូបនេះកាន់ដាំទឹកហាន់ហូបបាទហាន់ទឹកទៅហាន់ស្លឹកហ្នឹងឲ្យស្មូតឬក៏យើងយកទៅស្ងោរហូបធម្មតាណាចេះនេះគឺបន្សុទ្ធបានខ្ញុំបានតែម្ដងលោកជំទាវគាត់បន្សុទ្ធបានច្រើនតែខ្ញុំសម្រាប់ខ្ញុំបានម្ដងប៉ុន្តែមានកូនល្អហើយពូជល្អមានពូជល្អហើយដកកម្ពស់ខុសពីប្រភេទរុក្ខជាតិគេហៅថា100 មុខ100 ស្ទាប់ឬក៏គេហៅដើមកំភ្លឹងគឺខុសគ្នាដោយសាររុក្ខជាតិមួយនេះខ្ញុំផ្សុទ្ធអស់បន្សុទ្ធអស់ហើយគឺភាគច្រើនរលួយនៅពេលដាក់ទឹកច្រើនរលួយឬក៏មានតែដើមមានតែតួមើមតែអត់មានស្លឹកឡើងតែនេះគឺបានសុទ្ធទាំងអស់តែធ្វើម៉េចបើបានបន្សុទ្ធបានតែប៉ុណ្ណឹងហើយបានកូនមួយតូចបំផុតបាទនេះគឺជាអសតដើម្បីព្យាបាលជំងឺយើងច្រើនមានតាំងពីជំងឺស្បូនរដូវមិនទៀងមានទាំងជំងឺឬដងបាតនិយាយរំគឺច្រើនមុខមែនតែនគឺជំងឺច្រើនមុខមែនតែនសូម្បីប្រពន្ធខ្ញុំមួយថ្ងៃភរិយារបស់ខ្ញុំមួយថ្ងៃនេះគាត់មានអាការៈវិលមុខងើបព្រលឹមឡើងខួរច្អោអញ្ចឹងគាត់កាត់ប៉ុន្តែការកាត់នេះកុំឲ្យហូបស្រស់ណាមកហូបស្រស់យើងយកទៅហាលនេះគាត់ថាគាត់កាត់ហ្នឹងកាត់អញ្ចឹងទៅយកទៅហាន់អញ្ចឹងសម្រាប់ដូចតាអញ្ចឹងយកទៅហាលស្មូតហើយយកមកឆុងហូបដូចប្រភេទដូចតាអញ្ចឹងតែប្រភេទដើមនេះគឺជាស្រ័យគឺមិនឲ្យភរិយារបស់ខ្ញុំយកទៅទេដោយសារបង្កាត់អត់ងាយបានមកគឺ4 ឆ្នាំហើយដែលខ្ញុំព្យាយាមបង្កាត់ឲ្យបានប៉ុណ្ណឹងល្អមែនតើណាបាទគឺនិយាយមកដល់ខ្លីគឺมันមានហ្មងសូម្បីតែកន្លែងលោកស្រីលោកជំទាវដែលគាត់បន្សុទ្ធពូជរហូតដល់100គាត់ថាបន្សុទ្ធ100មាន100 មុខ100 ប្រភេទតែគាត់បន្សុទ្ធហ្នឹងគឺគាត់មានដែរបាទគាត់មានដែរតែប្រភេទពូជនេះគឺជាសឹងតែគ្មានដោយសារហូបតាំងពីឫសដល់ចុងស្លឹកហូបតាំងពីឫសរហូតដល់ចុងស្លឹកគឺព្យាបាលនឹងការពារជំងឺទាំងអស់បាទជាស្រ័យហើយខ្ញុំក៏អត់បញ្ជាក់ភូមិឃុំទីតាំងដែរដោយសារវាទៅបានមកដើមមកនឹង4 ឆ្នាំហើយដែលខ្ញុំបន្សុទ្ធហ្នឹង4 ឆ្នាំរយៈពេលបាទគឺមួយច្អាមគត់ពីគល់ដល់គឺគល់វារយៈគឺកម្ពស់មួយច្អាមគត់វាស្មើចង់ពីទឹកហើយនេះបានមកដើមតូចទៀតបាទបងប្អូនណាអញ្ចឹងជាស្រ័យបើសិនជាបងប្អូនចាប់អារម្មណ៍ឬក៏ចង់បានប្រភេទពូជនេះខ្ញុំអត់មានពូជឲ្យទេតែខ្ញុំនឹងព្យាយាមបង្កាត់ពូជឲ្យបងប្អូនតែតើខ្ញុំបន្សុទ្ធបានសិនអញ្ចឹងបងប្អូនជួយចាំមើលទាំងអស់គ្នារាល់ពូជកំភ្លឹងឬក៏100 ស្ទាប់ដែលគេហៅថាសុទ្ធណាគឺវាមានចម្រៀមវាគឺមានចម្រៀមពណ៌ស៊ីជពូវាក្រហមប្រភេទបែបនេះបាទហ្នឹងណាប្រភេទបែបនេះជួយមើលទាំងអស់គ្នាបាទប្រភេទបែបនេះ
នឹងគោលវាប្រភេទយ៉ាងគឺខុសគ្នាពីកំភ្លឹងធម្មតាគោលសសតបាទគោលសសតចេះនៅគឺមិនមែនទេមិនមែនជាវាជាកំភ្លឹងដែរតែវាមិនទាន់សតពូជណាបងប្អូនណាវាមិនទាន់សតពូជអញ្ចឹងទាំងអស់គ្នាជួយមើលនេះបាទគឺដោយសារវាខុសមានលក្ខណៈបែបផែនខុសគ្នាទាំងអស់គ្នាបាទសូមអរគុណបងប្អូនបើសិនជាចង់បានពូជប្រភេទនេះឬក៏ចង់បានថ្នាំប្រភេទនេះគឺអាចមានសម្រាប់ខ្ញុំតែមិនមានឲ្យច្រើនទេតាមលទ្ធភាពដែលផ្ដល់ឲ្យតែសម្រាប់ពូជគឺបន្សុទ្ធបានតិចណាស់បងប្អូននិយាយទៅគឺបន្សុទ្ធបានតិចណាស់បងប្អូនណាតាក់ទងបានមុនគឺបានមុនហើយនិយាយទៅការបន្សុទ្ធពូជនេះគឺយើងពិបាកដែរការបន្សុទ្ធពូជនេះគឺពិបាកដែរដោយសារយើងប្រភេទដីយើងគឺពិបាកបន្សុទ្ធណាស់ដីខាងខ្ញុំខាងកំពង់ឆ្នាំងគឺពិបាកបន្សុទ្ធណាស់អញ្ចឹងណាអញ្ចឹងបន្សុទ្ធបានមកមួយនឹងគឺមិនធម្មតាដែរអញ្ចឹងបើសិនបងប្អូនចង់បានគឺជួយតាក់ទងតាមរយៈលេខទូរស័ព្ទខាងក្រោមនេះបាទ